Hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំបាទហេរ៉ាទាំងអស់គ្នាថ្ងៃនេះដែរគឺចេញវីដេអូចែករំលែកមួយពីផ្លូវពីជីផាត់ទៅរ៉ែងដែរមានគ្នាយើងមួយចំនួនតូចដែលឆាតសួរខ្ញុំដែលគាត់ចង់ទៅលេងនៅខាងជីផាត់រ៉ែងអញ្ចឹងណាហើយគាត់ចង់ដឹងពីស្ថានភាពផ្លូវបច្ចុប្បន្នហ្នឹងឥឡូវម៉េចហ្នឹងហើយអញ្ចឹងផ្លូវបច្ចុប្បន្ននេះគឺផ្លូវស្រួលច្រើនមែនតើអ្នកនរគ្នាហើយវីដេអូនេះដែរគឺខ្ញុំថតមួយខែមុនដែលខ្ញុំបានទៅរ៉ែងហ្នឹងហើយហើយសម្រាប់ផ្លូវនេះដែរគឺស្រួលជាងមុនឆ្ងាយណាស់អ្នកគ្នាការល្អិលអីគឺអត់សូវមានដូចមុនទេហើយចាក់គ្រោះចាក់អីច្រើនកន្លែងអញ្ចឹងធ្វើឲ្យផ្លូវស្រួលជិះជាងមុនហើយមានការឆ្លងកាត់ច្រើនពេលដែលខ្ញុំទៅហ្នឹងគឺមានមនុស្សជិះម៉ូតូក៏ដូចជាឡានច្រើនមែនទែនសម្រាប់ខ្ញុំទៅជួបតាមផ្លូវតាមអីចឹងណាហើយមួយទៀតផ្លូវដែលយើងទៅហ្នឹងធ្លាប់មានឆ្លងអូឆ្លងអីហ្នឹងឥឡូវគឺគេធ្វើស្ពានធ្វើអីហ្នឹងអញ្ចឹងកន្លែងដែលមានឆ្លងអូ2 3កន្លែងហ្នឹងឥឡូវគឺគេធ្វើស្ពានធ្វើអីដើម្បីស្រួលឆ្លងកាត់អីអញ្ចឹងអ្នកនរគ្នាលែងមានការឆ្លងលិចម៉ូតូលិចអីទៀតអីលីម៉ូតូអីដែរហ្នឹងហើយអញ្ចឹងឥឡូវគេធ្វើស្ពានធ្វើអីស្អាតអញ្ចឹងយើងទៅលេងគឺស្រួលជាងមុនហើយផ្លូវក៏ស្រួលជាងមុនអត់សូវពិបាកដូចមុនពេកទេហ្នឹងហើយតែខ្ញុំនៅតែ recommend អ្នកទាំងអស់គ្នាកុំជិះឡានលក្ខណៈថាអត់មានពងដូចជាព្រុសដូចជាអីហ្នឹងទៅអត់កើតទេបានតែត្រឹមលក្ខណៈ pick up ពង1ពង2អាចទៅបានហ្នឹងហើយព្រោះអីសម្រាប់ឡានយើងអត់មានកាបតាខ្លាចមានបញ្ហាតាមផ្លូវហើយយើងទៅយើងខ្លាចតែពិបាកអញ្ចឹងណាទី1ទៀតគឺចំណោតអូម៉ូឡូហ្នឹងហើយអ្នកនរគ្នាដែលធ្លាប់ទៅដឹងហើយថាចំណោតអូម៉ូឡូគឺល្អិលមែនតើអញ្ចឹងឡានដែលអត់មានប្រើប៉ុងគឺអត់អាចឡើងចំណោតនឹងរួចទេហ្នឹងហើយជាពិសេសឡានតូចតូចព្រុសបលែនឆ្លាមអីចឹងទៅលុចស៊ីទុយអញ្ចឹងទៅហ្នឹងហើយសម្រាប់ផ្លូវដូចអ្នកនរគ្នាឃើញអញ្ចឹងគឺខ្ញុំទៅនេះគឺតំភ្លៀងតិចតួចទេវាអត់មានភ្លៀងខ្លាំងអញ្ចឹងធ្វើឲ្យផ្លូវនៅស្រស់ស្អាតហើយកន្លែងខ្លះក៏គេចាក់ប៊ីតុងចាក់អីតិចតួចដែរសំខាន់ខ្ញុំទៅជើងនេះដែរគឺគេធ្វើវងមូថៃនៀកដែលប្រចាំនៅតំបន់អរ៉ែងហើយខ្ញុំទៅដល់គឺគេធ្វើឲ្យអស់ហើយហ្នឹងហើយយើងក៏ថតវីដេអូថតអីដើម្បីចែកជូនអ្នកទាំងអស់គ្នាហ្នឹងហើយចឹងវីដេអូចែករំលែកពីខ្ញុំបាទហេរ៉ាពីផ្លូវជីផាត់ទៅរ៉ែងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាហ្នឹងហើយបាយបាយ